លោកគ្រូអេបថងបានស្នើសុំឲ្យមានការរៀបចំរវាងអ៊ីវ៉ាន់ប៊ូលតុនជាមួយនឹងអេអាមេរិនភូថងគូបញ្ជាក់ផងដែរថាអ៊ីវ៉ាន់ប៊ូលតុននេះធ្លាប់មកប្រកួតនៅបរិយានៃចក្រកម្ពុជាយើងម្ដងកាលពីការប្រកួតធីមអាមេរិកជាមួយនឹងធីមកម្ពុជាបងប្អូនហើយអ៊ីវ៉ាន់ប៊ូលតុននេះបានយកឈ្នះសោមវិឆ័យដោយបន្ទុហើយល្អមែនទែនកីឡាករដែលមានកម្ពស់ 1.9 ម៉ែត្រជាងនេះគឺគាត់ល្អចាប់ហើយបោះជង្គង់តែម្ដងបងប្អូនចឹងហើយបើសិនជាមានការរៀបចំមែនលោកគ្រូអេបថងស្នើសុំឲ្យមានការដាក់ខ្សែក្រវ៉ាត់តែម្ដងខ្សែក្រវ៉ាត់ដែលអ៊ីវ៉ាន់ប៊ូតុនបានឈ្នះបងប្រុសរឿងសុភ័ណ្ឌនៅឯទឹកដីអាមេរិកថ្មីនេះគូបញ្ជាក់ផងដែរថាអ៊ីវ៉ាន់ប៊ូតុននេះឈ្នះកីឡាករយើង2នាក់ហើយបងប្អូនប្រភេទទម្ងន់66គីឡូក្រាមគឺឈ្នះសមវិឆ័យនិងប្រភេទទម្ងន់70គីឡូក្រាមគឺឈ្នះបងប្រុសរឿងសុភ័ណ្ឌចឹងហើយលោកគ្រូអេបថងថាបើសិនជាមានការរៀបចំដាក់ឲ្យដណ្ដើមខ្សែក្រវ៉ាត់ក្នុងរយៈពេល3ខែទៀតគឺដាក់កូនប្រុសរបស់លោកគឺអេអាមេរិនភូថងតើបងប្អូនយល់យ៉ាងណាដែរចំពោះកីឡាករអ៊ីវ៉ាន់ប៊ូលតុននេះហើយបច្ចុប្បន្នគាត់ជាម្ចាស់ខ្សែក្រវ៉ាត់ WCK គុណខ្មែរឈ្នះបន្ទូសំឆាយឈ្នះបន្ទូឈប់ទៀតណាអូណាបាទឥឡូវមកឈ្នះរឿងសុភ័ណ្ឌទៀតអរេប៉ាអាមេរិនហ្មងមកគូនឹងគីឡូហើយតើហើយយកខ្សែក្រវ៉ាត់នេះមកដើមគ្នាថតជុំគូ10គីឡូនេះទៅវាយ66បាទ66ល្អគ្រូម៉ាច់ហ្មង66ហើយហងម៉ាច់មករឿងសុភ័ណ្ឌមិនវាយគីឡូនេះគីឡូមិន70វាយនេះ70វាយនេះ70តែយើងកំនេះគេហ្នឹងខ្ញុំឃ្លាក់គេបាទតែមកវាយនេះខ្មែរមួយសំឆៃ65ហ្នឹង66មុំបាទដល់អេមគូហ្នឹងពុះដូចគ្នាលេងអ្នកលេងពុះដូចគ្នាអូលើសូលគ្រូកាលលើសូលគ្រូថាលោកគ្រូចង់ហៅប្រុសនេះយកនេះរៀបចំឲ្យប្រុសមកនោះមកប៉ះមួយអាមេរិកម្ដងប៊ូលលោកគ្រូមិនដែរអាវុធអ៊ីវ៉ាន់ប៊ូលតុនអ៊ីវ៉ាន់ប៊ូលតុនវាយមួយរឿងផងនេះខុសពីវាយមួយសំឆៃមិនដែរដូចវាយដែរបាច់ដែរតតចង់រួចផងបានតែកងចាប់វាយពីណាអស់កម្លាំងចាញ់គាត់ហ្នឹងហើយផ្លែមិនសូវធ្ងន់ទេតែមិនដែរលោកគ្រូយល់នេះអញ្ញាកដាលរបស់គេពួកចាប់ឡាំមួយឆ្អែតអត់ប្របែកនេះអស់គេណានេះត្រឹមត្រូវសុកគេចឹងនៅសុកយើងយកតាមលក្ខណៈ kickboxing ណាយើងបែកអត់ទេទៅវាយសុកគេគឺនេះលក្ខណៈតិកៈទូទាំងពិភពលោកគេចឹងហើយយើងត្រូវរៀនតាមគេមិនថាអត់ទេគេវាយសុកយើងតាមយើងតែទៅវាយសុកគេយើងរៀនតាមសុកគេបាទលោកគ្រូអញ្ចឹងមួយគុណខ្មែរតែគេចាប់ហើយគេទល់ឡើងចង់យូរហ្មងគេចាប់អញ្ចឹងទៅវាធ្វើឲ្យយើងអត់ដែរអស់ជើងចឹងការប្រកួតយើងគុណខ្មែរយើងឥឡូវយើងលក្ខណៈចង់ស្តៀង kickboxing បាទ kickboxing ត្រឹមត្រូវហើយបាទអញ្ចឹងបើសិនប៉ះអាមេរិកនឹងពេញលេងលោកគ្រូនេះតែសុំនំប៉ខាងរៀបចំទៅយកខ្សែក្រវ៉ាត់នោះ3ខែហើយយកមកឲ្យអាមេរិកទៅដើមម្ដងមកគេចង់បានអរគុណគ្រូចង់បាន WCK ដែរហើយនំប៉មួយទៀតគឺតែអាមេរិកអ្នកស្រីតែបានតែវត្តវិចិននុតហ្នឹងយកមកសងសឹកមកសុកខ្មែរអូយោមកសុកខ្មែរវិញដាក់2គូហ្នឹងហ្មងកលាទៅឈ្នះពេលលើកដៃតែខាងនោះឈ្នះចង់ឆ្ងល់ចឹងយើងមកឆ្ងល់ច្រើនទេដើម្បីសុកគេចឹងដាក់ក្តីរំពឹងហើយក៏ឃើញការវិញដាក់ក្តីរំពឹងថាខ្សែក្រវ៉ាត់ហ្នឹងបានហើយមែនគ្រូបាទកុំហូបពេញផ្ទះហើយហើយញ៉ាំថ្ងៃនេះដែរដល់នោះក៏មានអារម្មណ៍វាយហ្មងណាដោយសារថាតាទូមានភាពអើខ្លួនឯងចឹងបាទទៅមួយជាឲ្យហ្វឹកមិញអូកុំថាសុខស្ដាយបាទជួបអរគុណច្រើនអរគុណច្រើនគ្រូបាទ